បាទសម្រាប់បងប្អូនដែលថប់ដង្ហើមចុងខែណាគួរតែទស្សនាវីដេអូនេះរហូតដល់ចប់បាទជំរាបសួរបងប្អូនទាំងអស់គ្នានឹងឲ្យជួបគ្នាម្ដងទៀតហើយជាមួយនឹងការ review នៅផលិតផលខ្មែរយើងបាទថ្ងៃនេះខ្ញុំមានផលិតផល3ក្នុង brand តែមួយចង់បង្ហាញជូនបងប្អូនឲ្យបានស្គាល់គឺជាផលិតផលរបស់ខ្មែរយើងហ្នឹងហើយជាក្រុមហ៊ុនរបស់ខ្មែរយើងបាទអញ្ចឹងនៅក្នុងដៃខ្ញុំនេះមាន3មុខដែលចង់បង្ហាញទៅដល់បងប្អូនបាទទី1ខ្ញុំចង់បង្ហាញពាក់ព័ន្ធទៅនឹងប្រេងកាឡាបាទនេះជាប្រភេទប្រេងកាឡាដែលយើងប្រើប្រាស់ប្រចាំថ្ងៃដែលខ្ញុំថាថប់ធូមអីហ្នឹងហើយប្រើប្រេងកាឡាប្រេងខ្យល់ទៅត្រូវឲ្យចុងខែបាទអូខេអញ្ចឹងនេះជាប្រភេទប្រេងកាឡាហើយនេះជាប្រភេទប្រេងខ្យល់បាទហើយមួយនេះគឺជាថ្នាំបាញ់ការពារមូសកុំឲ្យមូសខាំបាទអូខេអញ្ចឹងសម្រាប់ brand នេះមានឈ្មោះថា Nagabalm បាទនេះ Nagabalm បាទនេះជាប្រេងខ្យល់នេះជាប្រេងកាឡានេះជា spray បាញ់ការពារមូសបាទគឺเป็นកំប៉ុងបែបនេះអញ្ចឹងយើងទៅមើលលម្អិតមួយអញ្ចឹងពាក់ព័ន្ធនឹងប្រេងខ្យល់បាទខ្ញុំឃើញការ design របស់គាត់ស្អាតគាត់លេងជាលក្ខណៈនាគខ្មែរយើងនៅលើ packaging របស់គាត់ទាំងអស់ជុំវិញនឹងតែម្ដងអញ្ចឹងមើលទៅវា premium មែនតើបាទនេះអូខេអញ្ចឹងខាងនេះគេមានដាក់គ្រឿងផ្សំគ្រឿងអីបាទផ្សេងអូខេអញ្ចឹងយើងមកមើលនៅខាងក្នុងចឹងយើងដកមកអញ្ចឹងដកប្រេងខ្យល់គាត់គឺបែបនេះស្អាតមែនតើគាត់ការវេចខ្ចប់គឺ premium ល្អមែនតើបាទអញ្ចឹងថប់ធូងចុងខែអីដាច់លុយដាច់អីបាទនេះខ្ញុំណែនាំមកដបនេះជូនបងប្អូនអូខេអញ្ចឹងនៅខាងក្នុងគឺមានប៉ុណ្ណឹងការវេចខ្ចប់គាត់ស្អាតបាទអញ្ចឹងយើងទៅមើលមួយទៀតប្រេងកាឡាអូខេអានេះជាប្រអប់ប្រេងកាឡារបស់គាត់ខ្ជូតមែនទេអញ្ចឹងនៅលើប្រអប់ហ្នឹងក៏មានព័ត៌មានអីប្រហែលនឹងប្រេងខ្យល់ដែរទេដូចជាមិនមានអីព័ត៌មានខុសគ្នាប្រហែលទេប៉ុន្តែគាត់ចង់បញ្ជាក់ទៀតថាប្រេងកាឡាហ្នឹងគឺធម្មជាតិទៀតគាត់ប្រើគីមីយ៉ាអាហ្នឹងល្អមែនតើវាគិតគូរទៅដល់សុខភាពអ្នកប្រើប្រាស់ណានេះកន្លែងនេះគាត់ដាក់បាទបងប្អូនមើលឃើញអត់នេះគ្មានជាតិគីមី 100% ធម្មជាតិបាទអូខេអញ្ចឹងអានេះជាកាឡបាទនេះកាឡប្រេងកាឡាបែបហ្នឹងឯងមាន brand របស់គាត់អីនៅលើនឹងស្រាប់បាទអញ្ចឹងយើងបើកនៅខាងក្នុងមកធូរហ្មងហើយធូរហ្មងចុងខែអត់សូវតឹងធូរទេឈ្ងុយដែរវាមិនខុសគ្នាពីប្រេងកាឡាផ្សេងទេព្រោះធម្មតាប្រេងកាឡាវាក្លិនតែប៉ុណ្្នឹងឯងបាទអូខេ fresh បាទអញ្ចឹងយើងមកមើល spray បាញ់ការពារមូសបាទអូខេអានេះទូចបែបតែមកដៃយើងអាចស្រួលទុកដាក់តាមកាបូបតាមអីចូលព្រៃចូលអីអ្នក camping អីគួរតែមានទៅបាទគ្រប់គ្រងផលិតផលខ្មែរយើងណាអូខេអញ្ចឹងខ្ញុំសាកបាញ់with yeah ក្លិនកោកាបាទឈ្ងុយអត់អីទេក្លិនទទួលយកបានអូខេបងប្អូនអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេអញ្ចឹងសម្រាប់បងប្អូនដែលត្រូវការផលិតផលខ្មែរយើងជាប្រេងកាឡាប្រេងខ្យល់ឬក៏ spray ការពារមូសអីបងប្អូនអាចស្វែងរកទិញបានតាម Mart ព្រោះនេះខ្ញុំទិញពី Mart មកដែរទេបាទខ្ញុំឃើញនៅ Mart គេមានលក់ខ្ញុំក៏ទិញយកមកដើម្បីចែកជូនទៅដល់បងប្អូនឲ្យបានស្គាល់ថាផលិតផលខ្មែរយើងមានអីខ្លះហើយវាល្អរបៀបម៉េចយើងគួរគ្រប់គ្រងផលិតផលខ្មែរឬអត់អញ្ចឹងបងប្អូនអាចមើលវីដេអូនេះទៅដឹងហើយថាអាចសម្រេចចិត្តបានថាគួរប្រើឬក៏អត់អញ្ចឹងណាបាទតែសម្រាប់ខ្ញុំ recommend ឲ្យគ្រប់គ្រងផលិតផលខ្មែរយើងទៅព្រោះអាចថាវាតម្លៃរៀងខ្ពស់ជាងគេបន្តិចប៉ុន្តែជឿជាក់ថាថ្ងៃក្រោយទៅនៅពេលដែលយើងគ្រប់គ្រងចាប់ផ្ដើមពី0 1 2 3 4រហូតទៅជឿថានៅពេលដែលមានការផលិតច្រើនច្បាស់ណាស់គឺផលិតផលតម្លៃវានឹង
tiệp đôi kề chân dương nâng aiประกวดថាយើងនឹងអាចប្រកួតប្រជែងជាមួយគេបានបាទអញ្ចឹងមានតែបងប្អូនខ្មែរយើងទេដែលគាំទ្រផលិតផលខ្មែរយើងអញ្ចឹងគួរតែដល់ពេលដែលយើងត្រូវផ្លាស់ប្ដូរហើយបាទយើងគាំទ្រផលិតផលខ្មែរយើងទាំងអស់គ្នាកុំឲ្យមានការមើលងាយបន្តទៀតព្រោះយើងអត់ចង់ទទួលបានការមើលងាយពីអ្នកណាទៀតទេយើងត្រូវការងើបក្រោកឈរពួតដៃគ្នាគាំទ្រផលិតផលខ្មែរយើងហើយសាងសេដ្ឋកិច្ចខ្មែរយើងឡើងវិញទាំងអស់គ្នាបាទអញ្ចឹងអរគុណច្រើនសម្រាប់ការទស្សនាហើយបើសិនជាបងប្អូនពេញចិត្តនៅវីដេអូនេះកុំភ្លេចជួយ like ហើយនិង follow page អ្នកមួយផងហើយបើចិត្តល្អជួយ share តិចទៅបាទដើម្បីឲ្យបងប្អូនខ្មែរផ្សេងទៀតគាត់អត់ដឹងគាត់អាចបានឃើញនៅវីដេអូមួយនេះអូខេអរគុណច្រើនជម្រាបលា